សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែគ្រប់គ្រងនៅផលិតផលគូបូតាប្រចាំខេត្តកំពង់ឆ្នាំងបាទខ្ញុំឈ្មោះបាទស៊ីនីននិងគាត់ឈ្មោះបូរ៉ាជាជាងបម្រើសេវាកម្មគូបូតាផលិតផលខេត្តកំពង់ឆ្នាំងបាទថ្ងៃនេះខ្ញុំមានវីដេអូធ្វើការបទបង្ហាញនៃការថែរក្សាផ្នែកជើងខាងក្រោមបាទសម្រាប់ម៉ាស៊ីនច្រូតរបស់យើង DC 70 Plus បាទហើយបើពុកម៉ែបងប្អូនតែតែងតែគ្រប់គ្រងនៅផលិតផលនៃគូបូតានៅខាងហាងយើងខ្ញុំមានម៉ាស៊ីនច្រូតត្រាក់ទ័រគោយន្តនិងគ្រឿងបន្លាស់គ្រប់ប្រភេទបើពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍អាចតាក់ទងមកលេខទូរស័ព្ទនៅខាងលើដាក់ខាងលើនៃផ្នែកវីដេអូមានស្រាប់បាទអញ្ចឹងមកខាត់ពេលយូរសូមអញ្ជើញពុកម៉ែបងប្អូនមកទស្សនាវីដេអូផ្នែកខាងក្រោមផ្នែកខាងក្រោមនៃម៉ាស៊ីនផិនយើងមានដូចជារឡូកង់កស៊ូនិងស្គីបាទរបៀបនៃការថែរក្សាមុនពេលដែលយើងចេញទៅធ្វើការយើងត្រូវយកខ្លាញ់គោមកបាញ់តាមក្បាលក្រេះគ្រប់កន្លែងបាទនៅគ្រប់កន្លែងដែលមានក្បាលក្រេះបាទឃើញពុកម៉ែបងប្អូនឃើញគ្រប់រឡូទាំងអស់សិតតែមានក្បាលក្រេះមួយគ្រប់រឡូទាំងអស់បាទហើយផ្នែកកង់ចង់ដឹងថាវាធូរឬមួយក៏មិនធូរដោយសារពុកម៉ែបងប្អូនអត់ទាន់មានម៉ែត្រមានអីវាស់ដូចខាងខ្ញុំពុកម៉ែបងប្អូនអាចធ្វើតេស្តអាចរុនដោយដៃបាទបើសិនជារុនដោយដៃកស៊ូរលាស់អត់ដល់សាកស៊ីបាទមានន័យថាកង់យើងតឹងល្មមនេះអាចប្រើបានតែបើសិនជាយើងពុកម៉ែបងប្អូនទាំងអស់អាចរលាស់មកបើសិនជាកង់នេះរលាស់ដល់សាកស៊ីពុកម៉ែបងប្អូនអាចធ្វើការរឹតបាទរបៀបនៃការរឹតគឺផ្នែករឹតខាងក្រោយបាទនេះពុកម៉ែបងប្អូនយកដួយមកដាក់ដួយមកដួយឲ្យចំបាទដាក់ដួយកង់ឲ្យហើបបាទហើយនេះកន្លែងនៃការរឹតពុកម៉ែបងប្អូនដោះកន្លះនេះចេញហើយដោះស្ទះកាសនេះចេញមកពុកម៉ែបងប្អូនយកសោធ្វើការមូលអានេះបាទមូលរឹតហើយរឹតឲ្យធ្វើការរលាស់មើលទៀតថាកង់យើងតឹងឬនៅបាទតែបើតឹងហើយពុកម៉ែបងប្អូនធ្វើការយកកន្លះនេះហើយនឹងស្នៀតនេះយកមកសៀតវាវិញឲ្យជាប់បាទនេះជាកន្លែងរឹតកង់របស់យើងផ្នែកខាងនោះគឺមានដូចគ្នាបាទមានដូចបាទនេះផ្នែកខាងនេះគឺមានដូចខាងនោះដែរបាទគ្រប់រឡូទាំងអស់សិតតែមានក្បាលក្រេះដូចគ្នាបាទអញ្ចឹងពុកម៉ែបងប្អូនធ្វើការយកខ្លាញ់គោមកបាញ់តាមក្បាលក្រេះគ្រប់រឡូទាំងអស់បាទហើយនេះកង់គឺយើងធ្វើការមើលដូចតែខាងនោះដូចតែគ្នាអញ្ចឹងបាទពុកម៉ែបងប្អូនអត់មានម៉ែត្រអីវាស់ទេយើងធ្វើការរលាស់អញ្ចឹងមកដូចតែខាងនោះបាទហើយនេះការរឹតកង់ដូចគ្នាអត់ខុសគ្នាទេពុកម៉ែបងប្អូនបាទដូចគ្នាយើងធ្វើការដោះកន្លះនេះចេញបាទហូតកាសនេះចេញមកយើងធ្វើការយកសោមកមូលវាចឹងមកតាមដែលកង់ដែលយើងអាចប្រើបានហើយយើងធ្វើការសោកវាវិញបាទសោកវាចូលវិញឲ្យគ្រប់គ្រាន់វាវិញបាទផ្នែកខាងក្រោមនៃថែរក្សាផ្នែកខាងក្រោមគឺមានតែប៉ុណ្្នឹងទេបាទខ្ញុំ2នាក់ជាងក៏សូមថ្លែងអំណរអគុណដល់ពុកម៉ែបងប្អូនដែលតែងតែគ្រប់គ្រងនៅផលិតផលគូបូតារបស់ហាងយើងខ្ញុំបាទហើយខ្ញុំអត់មានអីទៀតទេខាងក្រោមមានតែប៉ុណ្្នឹងហើយបាទអញ្ចឹងខ្ញុំក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសូមជម្រាបលា